មានមនុស្ស5ប្រភេទនៅក្នុងជីវិតដែលយើងគួរតែប្រយ័ត្នមនុស្សទី1គឺមនុស្សសម្ដែងប្រកែកសម្ដែងក្បត់យើងប៉ុន្តែធ្វើជាតួកំសត់ហាក់បីដូចជាត្រូវបានយើងក្បត់អញ្ចឹងបើភាសាអាក្រក់ស្ដាប់គេនិយាយថាចឹកគេទេក៏ប៉ុន្តែធ្វើប្រកាច់ហាក់បីដូចជាត្រូវបានគេចឹកអញ្ចឹងយកកំបិតលួចចាក់ក្រោយខ្នងយើងប៉ុន្តែធ្វើជាជនរងគ្រោះយំសោកវេទនាប្រភេទទី2គឺប្រភេទមនុស្សស្មោះប្រើពាក្យស្មោះដើម្បីបិទបាំងភាពអាក្រក់របស់ខ្លួនឯង like comment share អីហ្នឹងគឺតាក់ទងនឹងស្មោះរហូតក៏ប៉ុន្តែស្មោះមែនគឺស្មោះគ្រប់មនុស្សដែលគេបានជួបទី3មនុស្សឈាមត្រជាក់ដូចតកកអញ្ចឹងផ្ដល់ទំនុកចិត្តផ្ដល់ភាពជឿជាក់ផ្ដល់ក្តីស្រឡាញ់ផ្ដល់ក្តីសង្ឃឹមក៏ប៉ុន្តែចុងក្រោយក៏បំផ្លាញគ្រប់យ៉ាងដែលគេបានផ្ដល់ដែលយើងនឹកស្មានមិនដល់ថាគេអាចធ្វើរឿងនឹងទៅរួចប៉ុន្តែគេនៅតែធ្វើបានទី4មនុស្សស្ងប់ស្ងាត់